ការពិតឬទេការធ្វើចង្គ្រាម21ថ្ងៃនឹងមានកងទ័ពអ៊ុក្រែនតើការពិតឬទេស្ដាប់សារនេះតើជាការពិតដែរឬទេនៅក្នុងសង្គ្រាម21ថ្ងៃមានវត្តមានកងជីវពលពីទីការ៉ែនចូលរួមដៃប្រយុទ្ធជាមួយនឹងយោធាថៃដើម្បីឈ្លានពានមកលើទឹកដីកម្ពុជាប៉ុន្មានថ្ងៃចុងក្រោយនេះឃើញមានបែកធ្លាយរូបភាពវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ថៃបង្ហាញអំពីសកម្មភាពនៃកងទ័ពកៅទូឡៃដែលជាកងជីវពលអូទៀមប្រឆាំងនឹងរបបភូមាបំបែកចេញពីសហភាពជាការ៉ែនឬកាឈិនចូលរួមដៃប្រយុទ្ធជាមួយកងទ័ពថៃនៅលើសមរភូមិដើម្បីឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជានៅក្នុងសង្គ្រាមឈ្លានពានដែលយោធាថៃបង្កើតឡើងរយៈពេល21ថ្ងៃវីដេអូបង្ហាញអំពីយុទ្ធជនអូទៀមការ៉ែនជាមួយនឹងយោធាថៃត្រូវបានបណ្ដាញសង្គមថៃបង្ហោះនិងត្រូវបានแชร์ចែករំលែកដោយបណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជាយ៉ាងព្រោងព្រាតជាមួយសំណួរថាតើរូបភាពនេះជាការពិតឬយ៉ាងណាហើយថាតើពិតជាមានក្រុមជីវពលការ៉ែនចូលរួមសហការជាមួយយោធាថៃបើការវាយប្រហារដោយយោធាមកលើកម្ពុជានៅក្នុងសង្គ្រាម21ថ្ងៃនោះមែនឬក៏យ៉ាងណាក្រោយឃើញវីដេអូនេះអ្នកលេងបណ្ដាញសង្គមខ្លះថាជារូបពិតខ្លះថាមិនច្បាស់និងខ្លះថាអាចជាការពិតព្រោះលើសមរភូមិពេលយោធាថៃកំណត់គោលដៅវាយប្រហារដោយយន្តហោះឬកំភ្លើងផ្លោង155មីលីម៉ែត្រលើគោលដៅមូលដ្ឋានកងទ័ពប្រាសាទបុរាណនិងអគារសាធារណៈតែងឮសំឡេងសោចហូរតែមិនមែនជាសំឡេងជាភាសាថៃតែជាភាសាភូមានៃជនជាតិការ៉ែនក្រោយមកក៏ឮសូរជាភាសាថៃតបជាមួយនឹងសំឡេងនោះវាអាចជាការពិតដែរដែលថាក្រុមអូទៀមការ៉ែនបានមកជួយទាហានថៃព្រោះថាការ៉ែនត្រូវបានបំបីរត់ចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលស្របច្បាប់របស់ភូមាហើយក៏មិនបាច់ឆ្ងល់ដែរប្រសិនបើក្រុមអូទៀមការ៉ែនបានចូលរួមជួយប្រយុទ្ធលើសមរភូមិជាមួយទាហានថៃឈ្លានពានខ្មែរព្រោះនរណាក៏ដឹងថារដ្ឋាភិបាលថៃច្រើនដំណមកហើយបានរកស៊ីនិងរកស៊ីមានបាននឹងកាក់កបដោយក្រុមអូទៀមការ៉ែននេះហើយរដ្ឋាភិបាលថៃត្រូវបានរដ្ឋាភិបាលយោធាភូមាដឹងយ៉ាងច្បាស់ថានៅពីក្រោយខ្នងនៃការបោះបោប្រឆាំងរដ្ឋាភិបាលភូមាស្របច្បាប់ដើម្បីបំបីរដ្ឋផ្ដាច់ចេញពីភូមាជាក់ស្ដែងនៅថ្ងៃទី8មករាឆ្នាំ2026ការពិតត្រូវបានលាតត្រដាងនិងលែងមន្ទិលសង្ស័យតទៅទៀតដោយប្រទេសថៃបានប្រកាសគាំទ្រកងទ័ពកៅទូឡៃ KGLA ដែលជាក្រុមបំបីខ្លួនរបស់សហភាពជាតិការ៉ែន KNU នៅក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងការបង្កើតសាធារណរដ្ឋឯករាជ្យមួយនៅលើទឹកដីព្រំដែនភូមាជាប់នឹងខេត្តតាដែលជាខេត្តទី76របស់ថៃជុំជាមួយនឹងឃុំមីយ៉ាវ៉ាឌីរដ្ឋការ៉ែនឬកាឈិនក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ៍នឺដាមីយ៉ាដែលជាកូនប្រុសរបស់អតីតមេដឹកនាំសហភាពជាតិការ៉ែនលោកប៊ូមីយ៉ាប្រហែលជាពិតមែនហើយកងទ័ព